គេយឺតទៀតហើយអេ កុំមកតាមខ្ញុំមានមិត្តស្រីហើយ អេលោកបាំងឡានយ៉ាងម៉េចហ្នឹង ខ្ញុំអត់នាងជឿនៅ ជឿនោះទេខ្ញុំមិនធំដំបងរបស់ខ្ញុំ ហើយឡាននេះគឺខ្ញុំជួគេមកទេ មិនក៏មិនឆាប់និយាយធ្វើខ្លួនឯងជាអ្នកមានទៀត អរគុណហើយនាងមុនហ្នឹង ពេលនេះទេខ្ញុំគ្រាន់តែជាអ្នកលក់ត្រីទេ គេម្នាក់នេះ ថ្ងៃនេះលក់ត្រីបានច្រើនមែនមិនក៏នៅទីនេះបែរជាជួបសង្សារចាស់ទៅវិញសុំទោសផងខ្ញុំខ្ជិលអាលោកបន្តិច សុជីនាងមិនចាំបាច់រត់គេទេខ្ញុំឃើញនាងហើយឬក៏នាងនៅស្រឡាញ់ខ្ញុំទៀតឥឡូវនេះខ្ញុំមានមិត្តស្រីហើយ លោកច្រឡំហើយខ្ញុំជាមិត្តប្រុសរបស់នាងនាងគឺជាមិត្តស្រីរបស់ខ្ញុំសង្សារចាស់ជួបសង្សារថ្មីឥឡូវពួកយើងទៅរកកន្លែងនិយាយគ្នា លោកកំពុងតែធ្វើស្អីហ្នឹង ខ្ញុំកំពុងតែជួយនាងហើយតា នេះលោក អីយ៉ាសិទ្ធិបើអូនស្រឡាញ់ខ្សែកមួយហ្នឹងចាំបងទៅទិញឲ្យ ពិតជាបកកែអួតមែនរបស់ហ្នឹងបើគ្មានលុយរាប់លានដុល្លារទេគ្មានសមត្ថភាពទិញបានទេអញគិតតែឯងជាណាគេ ចេះដល់មែនខ្ញុំក៏មានផ្ទះ2 3ខ្នងនៅទីក្រុងប៉េកាំងតម្លៃ10 លានដុល្លារដែរហើយខ្ញុំក៏មានក្រុមហ៊ុន2 3ហុងដៃដែរ សំដែងបានល្អនិយាយបន្តទៀតទេ ឯងមើលរឿងច្រើនពេកដល់បើខ្លាំងឯងប្រាប់មកក្រុមហ៊ុនឯងធ្វើអី ក្រុមហ៊ុនអចលនទ្រព្យ លក់ត្រីបានប្រហែលមួយថ្ងៃខ្ញុំប្រាប់នាងថាកុំចាញ់បោកគេម្នាក់ហ្នឹងឯងសោះ លោកឯងនិយាយស្អីហ្នឹងលោកឯងបានក្រុមហ៊ុនគេយកលុយខ្ញុំទៅទេផលិតផលទាំងអស់នេះគឺខ្ញុំជាអ្នករៀបធ្វើលោកនេះហ៊ាននិយាយទៀតយកលុយរបស់ខ្ញុំទៅឲ្យនឹងមកថាខ្ញុំទៀតលោកមិនខ្លាចខ្ញុំប្រឹងទេ ទោះបីពីមុននាងជាសិស្សបកកែក៏ពិតមែនក៏ប៉ុន្តែឥឡូវនេះនាងគ្រាន់តែអ្នកលក់ត្រីតែប៉ុណ្ណោះនោះណាតែជឿតែនាងមានលុយច្រើនតែប៉ុណ្ណឹងថ្ងៃស្អែកខ្ញុំនឹងចុះហត្ថលេខាជាមួយក្រុមហ៊ុនផ្សេងខ្ញុំខំប្រឹងរកពីបាក់ដៃទៅទេមកហើយនាងវិញគ្រាន់តែជាអ្នកលក់ត្រីតែប៉ុណ្ណោះតោះ ឈប់ភ្លាម មនុស្សប្រភេទអញ្ចឹងនេះមិនចាំបាច់ប្រើកណ្ដាប់ដៃទេ បើមិនត្រូវកណ្ដាប់ដីមានតែត្រូវពូថៅកំបិននៅមានញញួរនេះទៀត បើមិនអញ្ចឹងទេនាងយូរដបងទៅដែរទៅខ្ញុំជូននាង កបោខើហើយនៅមានផលិតផលដែលខ្ញុំចង់បាននេះទៀត ឃើញអត់ឥឡូវខ្ញុំឃើញស្បែករបស់នាងខ្មៅជាងមុនទៀត ជប់លោកគ្មានលុយនោះទេតែមិនក៏ដៃទៅលាយម្ល៉េះ ស្អែកហ្នឹងនាងតែងខ្លួនឲ្យបានល្អទៅបានហើយខ្ញុំអមមើល និយាយថាឲ្យខ្ញុំចាំមើលតែគេនៅមិនតន់មកទៀត អេចាសុជីតាចាំមកប្រុសកំសារបស់នាងតាណាបាត់ហើយគេហ៊ានមកមែនបន្តិចទៀតណាខ្ញុំចង់ទៅដឹកខាជាមួយក្រុមហ៊ុនហ្នឹងមកប្រុសដល់កំសារបស់នាងដែលបន្លំធ្វើជាប្រធានក្រុមហ៊ុនមួយហ្នឹងប្រហែលជាគេហ៊ានមកទេគេគ្រាន់តែជំនឿបោកប្រាស់តែប៉ុណ្ណោះនោះដោយសារតែនាងជាមនុស្សល្ងងបានជានាងជឿគេ ពិធីចោទលេខានឹងចាប់ផ្ដើមឥឡូវនេះតមកនេះសូមអញ្ជើញលោកអគ្គនាយកលោកប្រធានហាលអញ្ជើញឡើងសន្ទរកថា កង់នេះខ្ញុំបានប្រធានក្រុមហ៊ុននេះគឺមានភាពស្មោះត្រង់ដូចលក្ខប្រភេទអញ្ចឹងខ្ញុំមិនអាចជាមួយបានទេថ្ងៃនេះនាងលោកប្រធានហើយពួកយើងមានការយល់ច្រឡំគ្នាហើយលោកប្រធានអាមែនខ្ញុំជូននាង របស់ថ្លៃអញ្ចឹងខ្ញុំមិនហ៊ានទទួលយកនោះទេ នេះមានម្លាញ់ហើយមែនមិនគនាង លោកពូ ខ្ញុំស្គាល់ថានាងគឺជាមិត្តខ្ញុំ យឺតហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងប្រឹងប្រែងធ្វើការងារនេះជាពិសេសនោះគឺចាំងសុជីមកធ្វើការថ្ងៃដំបូងមួយយឺតទៀតពីនៃ800អត់ទេប្រធានក្រុមនឹកប៉3នាទីទៀតតាធម្មតាគេត្រូវមកមុន10នាទីប៉ុន្តែនៅក្នុងកុងត្រាមិនបានចែងបែបហ្នឹងនោះទេខ្ញុំជាប្រធានច្បាប់ខ្ញុំជាអ្នកចែង ការប្រជុំទៅបានប្រាដល់អង្គហេតុទៅធ្វើការចោះចាស់សុជីនាងខ្ញុំធ្វើការនៅក្រុមហ៊ុនបងខ្ញុំទៅធ្វើការនៅក្រុមហ៊ុនខ្ញុំវិញទៅខ្ញុំមើលថែនាងមនុស្សរបស់ខ្ញុំអាចមិនចាំបាច់ខ្វល់ទេចាំខ្ញុំមើលថែនាង